Bật xong group chung rồi solo group nhóm lóng hay nắng nhóm mà thực cái demo pika backup có đôi chỉ restore to le database hay năng collection ở trong MongoDB chẳng là nó nhóm bạn setup folder vào nhóm srap tục xongรับthực cái backup màu path trái đi vào nhóm chẳng mình là nhóm cho từ backup bán nhóm từ cho từ path vào Mongo vào nhóm dẫn được trong program file MongoDB គេនេះខ្ញុំមាន tool អញ្ចឹងយើងអត់ត្រូវចូលទៅកន្លែង server ទេយើងចូលទៅកន្លែង tool ដើម្បី run MongoDB របស់យើងនេះ MongoDB អញ្ចឹងខ្ញុំ copy path ហ្នឹងមកហើយខ្ញុំចូលទៅកាន់ CMD run as administrator អូខេដោយធ្វើការ write ទៅកាន់ path MongoDB របស់យើងមុនណាអូខេបន្តមកទៀតខ្ញុំមាន script នៅក្នុង notepad របស់ខ្ញុំឃើញថានេះ script ដែលខ្ញុំបាន set up ហើយតែពិតទៅនៅក្នុង database ខ្ញុំ search compass សិនអូខេវាកំពុងបាទអញ្ចឹងខ្ញុំធ្វើការ connect មកឃើញថានៅក្នុង database របស់ខ្ញុំមាននៅក្នុង MongoDB របស់ខ្ញុំមាន database ច្រើនអញ្ចឹងខ្ញុំសូមលើកយក HRMS យកដើម្បីធ្វើការ backup ក៏ដូចជា restore demo អញ្ចឹងនេះតែពិតយើងអាចយក database មួយណាក៏បានដែរស្រេចតែចិត្តយើងចង់ប៉ុន្តែខ្ញុំធ្វើការយក HRMS នេះមួយដើម្បីធ្វើការ demo ទៅកាន់លោកគ្រូអញ្ចឹងខ្ញុំសូមធ្វើការ backup វាមកនេះអត់ប្រយោជន៍ទេលុបវាចោលទៅយើងប្រើនេះ command line មួយ command dom --db ដាក់ឈ្មោះ database របស់យើងនេះសំខាន់ណាស់នេះយើងត្រូវដាក់ឲ្យត្រូវអីដែលយើងចង់ backup បន្ទាប់មកទៀតរើស path តែយើងចង់ទុកនៅណាអញ្ចឹងខ្ញុំសូមទុកនៅក្នុង drive D មាន folder អីហោហែដែល last folder របស់ខ្ញុំគឺ backup database អញ្ចឹងខ្ញុំធ្វើការ copy script មួយ line ហ្នឹងមកអូខេសុំទោសសូម copy វាឲ្យស្រួលតិចមក copy script មួយ line ហ្នឹងមកដើម្បី run នៅក្នុង command prompt របស់យើងអូខេបន្ទាប់ពីហ្នឹងមកនេះយើងឃើញថាគឺ successfully backup ហើយយើងទៅមើលនៅក្នុង folder របស់យើងនឹងឃើញមុនហ្នឹងមានតែ collection backup ទេនៅក្នុង collection backup ហ្នឹងក៏អត់ទាន់មានអីដែរប៉ុន្តែឥឡូវហ្នឹងវាមាន HRMS មួយទៀតបានន័យថានៅក្នុង HRMS ហ្នឹងវាបាន backup នេះ file JSON មកហើយមានអីហោហែអញ្ចឹងទៅអញ្ចឹងបានន័យថា database របស់យើងគឺបាន backup ហើយអញ្ចឹងបន្ទាប់ពីខ្ញុំ backup ហើយខ្ញុំធ្វើការទៅលុប database ហ្នឹងចោលគឺ drop database ហ្នឹងចោលខ្ញុំវាយ HRMS អញ្ចឹងខ្ញុំ drop ចោលអញ្ចឹងឃើញថា database របស់យើងបាត់ហើយយើង refresh មកបានន័យថា HRMS របស់យើងបាត់ហើយអញ្ចឹងយើងធ្វើការ test ទៅលើការ restore ចេញពី path ដែលយើងបាន backup មកមុនហ្នឹងនេះជា path ដែលយើងបាន backup មកមុនហ្នឹងអញ្ចឹងខ្ញុំចូលទៅកាន់ script line ដែលខ្ញុំបាន prepare ទុកខ្ញុំធ្វើការ copy នេះ Mongo restore នេះហើយឈ្មោះ database ដែលយើងចង់ restore ហើយ path ដែលយើងបានទុកមុនហ្នឹងគ្រាន់តែយើងត្រូវថែម HRMS មួយទៀតបានន័យថាយើង restore HRMS មកវិញអញ្ចឹងខ្ញុំ copy មកខ្ញុំយកទៅ path នៅក្នុង command line របស់យើងអញ្ចឹងខ្ញុំធ្វើការ path នៅក្នុង command line មកនេះ enter មកអូខេអញ្ចឹងបន្ទាប់ពី path ហើយវា message alert មកអីហោហែអញ្ចឹងទៅហើយ last message ដែលយើងឃើញហ្នឹងឃើញថា restore successfully ហើយនឹងមាន document 0 document fail to restore បានន័យថាมันមាន document ណាមួយមានបញ្ហាកំឡុងពេលយើង restore ឡើយអញ្ចឹងយើងទៅមើលនៅក្នុង compass របស់យើងវិញតើវាពិតដូចអីដែលវាបាន message alert មកយើងអត់យើងធ្វើការ refresh មកអានេះអត់ទាន់មាន HRMS ខ្ញុំសូម refresh មួយអូខេឃើញថា HRMS របស់យើងគឺបាន load មកវិញអញ្ចឹងបានន័យថាការ backup និង restore របស់យើងគឺជោគជ័យហើយបន្ទាប់មកទៀតយើងធ្វើការ backup ក៏ដូចជា restore only one collection បានន័យថាយើងចង់ backup ក៏ដូចជា restore តែ collection ណាមួយដែលយើងចង់បានទេអញ្ចឹងខ្ញុំធ្វើការ test ទៅលើ collection employee អ្នកនរគ្នាអាច test ទៅលើ collection ណាមួយក៏បានស្រេចតែយើងប៉ុន្តែខ្ញុំបាន prepare script របស់ខ្ញុំគឺសម្រាប់ collection employee នៅក្នុង database HRMS អញ្ចឹងខ្ញុំចូលទៅកាន់ script របស់យើងវិញខ្ញុំធ្វើការ backup នេះអូខេ
ខ្ញុំ copy script ហ្នឹងមកខ្ញុំមក run នៅក្នុង command prompt វិញខ្ញុំ pass វាមកខ្ញុំទុកវានៅក្នុង path collection backup ដែលខ្ញុំបាន prepare path ទុកវិញនេះ collection backup ជា path ដែលយើងត្រូវ backup collection យើងទៅក្នុងហ្នឹងអញ្ចឹងនៅក្នុងហ្នឹងឥឡូវហ្នឹងវាអត់ទាន់មានអីទេអញ្ចឹងយើងធ្វើការ run this script មក enter ឃើញថា done dumping hrms that employs one document គឺ successfully នៅក្នុងការ backup អញ្ចឹងយើងចូលទៅមើលនៅក្នុង path របស់យើងតើវាពិតជាបាន backup មកមែនឬអត់អញ្ចឹងនេះ collection គឺតាមមុនហ្នឹងអត់មានអីទេគឺទៅទេ lot ប៉ុន្តែឥឡូវហ្នឹងវាមាន folder ថ្មីមួយឈ្មោះថា hrms ហើយនៅក្នុងហ្នឹងមានតែមួយ collection ទេគឺ employ នេះមាន .json .bson អីចឹងទៅបានន័យថាការ backup របស់យើងហ្នឹងគឺ successfully ហើយអញ្ចឹងបកមកវិញខ្ញុំទៅលុប collection employ នៅក្នុង compass របស់ខ្ញុំចោលដើម្បីធ្វើការ restore មកវិញតើវាពិតជាមកមែនឬអត់អញ្ចឹងយើងធ្វើការ drop collection មកហើយ typing ឲ្យត្រូវឈ្មោះ collection ដែលយើងបានដែលយើងចង់restore វាមកវិញខ្ញុំ drop វាចោលមកឃើញថា employ collection របស់យើងចូលបរិនិព្វានបាត់ហើយអញ្ចឹងយើងធ្វើការទៅ copy command line មួយដើម្បី restore វាមកវិញពេលដែល restore មកវិញគឺយើងត្រូវថែមប៉ុណ្នេះពីលើកន្លែងដែលយើង backup ព្រោះអីដែលយើងត្រូវ restore មកហ្នឹងវានៅក្នុង folder main របស់វានេះ collection backup ហើយវាមាន sub folder មួយទៀតដែលវាបង្កើតឡើងកំឡុងពេលយើង backup ហ្នឹងគឺ hrms ដែលជា folder database របស់វាចឹងវាបង្កើត folder hrms ហើយបានវាពំនាំនៅ file .bson មួយនេះ employ.bson ហ្នឹងមកអញ្ចឹងយើងធ្វើការ copy វាមកឥឡូវនេះឃើញថា employ របស់យើងវា lost បាត់ហើយចាំមើលយើង run ទៅវាមកវិញអូខេខ្ញុំផាមកខ្ញុំ enter ឃើញថានេះ one document restore successfully zero document fail to restore គ្មាន document ណាមួយមានបញ្ហាអំឡុងពេល restore ឡើយអញ្ចឹងយើងមកមើលនៅក្នុង compass របស់យើងវិញវាចេញមកវិញអត់អញ្ចឹងខ្ញុំធ្វើការ refresh មួយមកឃើញថា employ document ហើយមាន object id មួយហ្នឹងគឺវាពិតជាមកវិញមែនអញ្ចឹងការធ្វើការ backup ក៏ដូចជា restore ទៅលើ database ហើយនិង collection របស់យើងគឺជោគជ័យហើយខ្ញុំគិតថាវីដេអូក៏នឹងបញ្ចប់តែប៉ុណ្្នឹងដែរសូមអរគុណនិងសូមគោរពលា